សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាប្រភេទផ្កាក្រហមយើងយកបិទជាមួយអាវយើងគឺពណ៌ក្រហមដូចគ្នាហើយយើងមានគុណឆ្អឹងបែបលក្ខណៈស្លឹកឈើនេះណាបងប្អូនម៉ូដនេះគឺស្រស់ស្អាតបើសិនជាបងប្អូនចង់ដឹងខ្ញុំនឹងថតបង្ហាញឲ្យបងប្អូនបានឃើញពីប្រភេទម៉ូដនេះហើយបងប្អូនមានតម្រូវការអាចធ្វើការកម្មបានដូចគ្នាណាតែចង់បញ្ជាក់ថាអីវ៉ាន់នេះគឺអីវ៉ាន់ភ្ញៀវទេតែម៉ូដហ្នឹងគឺស្អាតបងប្អូនម៉ូដនេះគឺស្អាតហើយនេះគឺជាផ្ទាំងអាវដែលយើងត្រូវយកមកបិទបងប្អូនហើយពណ៌ក្រហមតែយើងមាន highlight ឆ្អឹងនេះណាបងប្អូនយើងគុណម៉ូដទៅតាមទម្រង់ឆ្អឹងបែបនេះគឺស្អាតមែនតែនបងប្អូនហើយជើងក្រោមគឺយើងគុណក្តាប់ដូចគ្នាហើយការគុណគឺស្អាតណាបងប្អូនអាចមើលបានអីវ៉ាន់ចេញទៅគឺធានាថាស្អាតជូនបងប្អូននេះគឺអត់តរៀបរាល់ទេបងប្អូនគឺយើងជាប្រភេទដៃសំញៃស្មាស់ហើយយើងបិទផ្កាដូចគ្នាចំណែកផ្ទាំងខាងក្រោយនេះគឺខ្ញុំគុណម៉ូដដូចគ្នាដែរហើយជាប្រភេទម៉ូដកតុយត្រីបងប្អូនប្រភេទម៉ូដកតុយត្រីហើយយើងមានគុណ highlight ឆ្អឹងដូចគ្នាចំណែកនេះគឺជាផ្ទាំងខាងក្នុងនៃអាវរបស់ខ្ញុំគឺជាផ្នែកផ្ទាំងអាវរបស់ខ្ញុំណាបងប្អូនហើយអាវនេះគឺខ្ញុំប្រើខ្សែលាវគឺយើងប្រើខ្សែលាវបងប្អូនស្អាតណាស់បងប្អូនប្រភេទម៉ូដនេះរួចរាល់ខ្ញុំនឹងថតបង្ហាញបងប្អូនហើយប្រភេទប៉ាក់ពណ៌ក្រហមមានបែកស្វាយហើយនិងស្លឹកឈើពណ៌បៃតងនឹងបងប្អូនគឺស្រស់ស្អាតគឺខ្ញុំធ្វើការបិទជុំវិញពេលដែលរួចរាល់នឹងថតបង្ហាញបងប្អូនឲ្យបានឃើញដឹងធានាថាស្អាតបើសិនជាបងប្អូនមានតម្រូវការអាចធ្វើការកម្មបានដូចគ្នាដោយសារនិយាយទៅគឺមានម៉ូដជាច្រើនបងប្អូនតែដោយសារមានតម្រូវការពីបងប្អូនច្រើនអញ្ចឹងគឺខ្ញុំធ្វើអត់ទាន់ទេមានបងខ្លះគាត់ចង់មកមើលនៅទីតាំងផ្ទាល់គឺខ្ញុំមានម៉ូដផ្សេងណាបងអាចមកមើលដល់ទីតាំងបានតែបើសិនជាម៉ូដដែលខ្ញុំផុសនៅក្នុងเพจភាគច្រើនគឺខ្ញុំធ្វើអត់ទាន់ទេអញ្ចឹងភ្ញៀវគាត់កំងច្រើនដោយសារតែកំពុងតែត្រៀមចេញម៉ូដតទៀតដែរបងប្អូនដើម្បីធ្វើការ live ចុះតម្លៃជូនបងខ្លះដោយសារតែមានបងមានតម្រូវការច្រើនហើយគ្រប់គ្រងច្រើនអញ្ចឹងចង់ live ចុះតម្លៃជូនបងដែរតែដោយសារតែឥឡូវនេះគឺខ្ញុំបញ្ចេញអីវ៉ាន់ភ្ញៀវមករយៈសិនណាបងប្អូនពេលខ្ញុំធ្វើអីវ៉ាន់ភ្ញៀវរួចរាល់គឺខ្ញុំចាប់ផ្ដើមធ្វើអីវ៉ាន់ដែរបងប្អូនតែងតែសាកសួរខ្ញុំហ្នឹងគឺខ្ញុំធ្វើ live ឯងបងប្អូនដើម្បីឲ្យបងប្អូនបានទទួលនៅអីវ៉ាន់ល្អស្អាតហើយមានតម្លៃធូរទៀតបងប្អូនណាប្រភេទម៉ូដនេះគឺយើងបិទខាងលើយើងបិទខាងក្រោមហើយដៃយើងគឺសំញ៉ៃស្មាស់ហើយយើងប្រើប៉ាក់ដូចគ្នាពេលដែលរួចរាល់បងប្អូននឹងថតបង្ហាញឲ្យបងប្អូនបានមើលម្ដងទៀតគឺស្អាតបងប្អូនហើយប្រភេទដៃគឺយើងប្រើដៃស្បាយទេនេះគឺប្រភេទដៃណាបងប្អូនដៃគឺយើងប្រើដៃស្បាយហើយយើងបិទប៉ាក់ការបិទប៉ាក់របស់យើងគឺយើងបិទច្រើនតែឥឡូវនេះគឺអត់តរួចរាល់ទេបងប្អូនហើយនៅទុំតែរួចតួខ្លួននៅផ្ទាំងប៉ាក់បិទប៉ាក់ហើយនឹងដៃនិយាយទៅបងប្អូននេះជាងដេគឺពេលកប៉ុកចឹងបងប្អូនយើងធ្វើការយកផ្ទាំងប៉ាក់មួយទៅមួយមកជាយកផ្កាមកដើម្បីមកបិទបែបនេះជាកញ្ចប់ដើម្បីបងប្អូនបានស្រស់ស្អាតជាងស៊ូទ្រាំចង់បង្ហាញបងប្អូនពីប្រភេទគុណឆ្អឹងបែបនេះក៏លាក់រៀងមួយយ៉ាងដែរណាបងប្អូនអរគុណជម្រាបលា